ក្រោយពីបានភ្លៀងរយៈពេល4-10នាទីឬកន្លះម៉ោងក្រោយមកឃើញថាមេឃក៏ស្រឡះបងប្អូនស្រឡះប៉ុន្តែនៅតែចង់និយាយថានៅតែភ្លៀងតិចមែនទែនភ្លៀងនាមថាភ្លៀងមែនតែភ្លៀងតិចហ្នឹងបងប្អូនអញ្ចឹងឃើញវាព្រៃស្វាយចន្ទីអញ្ចឹងឃើញថាមានភាពស្រស់ស្រាយបងប្អូនមានភាពស្រស់ស្រាយឡើងវិញបន្តិចថា 100% បាន10ទៅឬក៏5ឬ 10% ដែលឡើងសុខភាពមកវិញខ្លះនៅបងប្អូនថ្ងៃភ្នំត្បែងយើងក៏ឲ្យថាជះភាពសទន់មកអញ្ចឹងណាភាពសទន់គេថាសទន់តិចដួងនេត្រាស្រួលកយកុនអញ្ចឹងណាហ្នឹងហើយស្រួលកយកុនផ្លូវបាទក្រោយពីភ្លៀងរួចមករកគោហ្នឹងហើយឥឡូវមករកគោជិះម៉ូតូដល់រកគោបងប្អូនเราឃើញប៉ុន្តែដេញមកនេះណាเราទៅណាណាដល់ក៏ពីណាឈ្នះជីកកាត់ដប់កាត់ព្រៃតាមនេះជីវិតអ្នកចំការស្រែមិនអីទេមានតែគោក្បីតែដេកភ្លេចមុជទឹកធំតែក្លិនគោមកមុនអើយចូលដើរក្បែរវាចំការចាប់វាចងវាអីចឹងទៅយកខ្សែឲ្យតាក់វាទៅធំគោក៏ទៅជីវិតអ្នកស្រែប៉ុន្តែពេលគោស្រែគេចូលចិត្តហូបណែមន់ស្រែគេចូលចិត្តហូបប៉ុន្តែបើអ្នកស្រែមើលសួរពុកម៉ែដូចឆោតមើលចូលចិត្តអត់ពុកម៉ែបងប្អូនចូលចិត្តអ្នកស្រែអ្នកចំការអត់បងប្អូនចង់និយាយថាបងប្អូននៅខាងទីក្រុងហ្នឹងហើយជួយខមមិនប្រាប់អ្នកមួយផងហ្នឹងហើយចូលចិត្តអ្នកស្រែអត់បើអ្នកស្រែចំការដូចពួកខ្ញុំអញ្ចឹងណាហ្នឹងហើយនេះបើឲ្យទៅទីក្រុងវិញមានឆ្លងខ្នល់ទេបងប្អូនណានឹងគេឆ្លងពីណាទៅណាពីឆ្វេងស្ដាំអញ្ចឹងមិនចេះទេខ្លាចណាគាត់នៅតាមភូមិតែឃើញឡានមកតែ3ទំរៀបគ្នាហ្នឹងឡើងហ៊ានឆ្លងចាំគេទៅបានឆ្លងគាត់ថាដូចនៅសៀមរាបនៅភ្នំពេញនៅហើយវិញនិយាយទៅនៅតាមក្រុងវិញហ៊ានទេបងប្អូនហើយឡើងហ៊ានឆ្លងមើលទៅពួកខ្លាចមកគាត់តែឃើញគាត់តែជីហ្នឹងចង់ពុលហើយគេតែជីវិតអ្នកស្រែយើងមែនស្រែមែនតែអញ្ចឹងកើតមកជាស្រែក៏មួយយ៉ាងដែរស្គាល់ស្រូវម្លិះស្រូវរំដួលនឹងអំនឹងអុកនឹងកែនឹងអីមកចប់នឹងមិនអីបងប្អូនបានភ្លៀងហើយប៉ុន្តែភ្លៀងតិចតួចហ្នឹងបងប្អូនអរគុណច្រើនតែនិយមតាមដានទស្សនាកម្សាន្តវីដេអូខ្លីវែងរបស់ខ្ញុំហ្នឹងហើយជួយលើកទឹកចិត្តអ្នកមួយផងណាបងប្អូនដើម្បីបានបន្តទៅមុខទៀតជាមួយគ្នា